ជំរាបសួរបងប្អូនចូលទស្សនាក្រៅៗទាំងអស់គ្នាបាទខ្ញុំមានរឿងរ៉ាវអំពីប៉ុតុហ្គាល់ហើយនឹងអេស្ប៉ាញកាលពីយប់មិញវគ្គប្រាច់ព្រាន់បាទហើយមានរឿងរ៉ាវនៅក្លឹប World Cup ទៀតបាទគឺជារឿងពិសេសប៉ុណ្ណាបាទខានឡាយូហើយយប់ថ្មនេះម៉ោង 7:10 ទៅហើយបងប្អូនខ្លះគាត់ក៏និន្ទ្រាបាទមុំអេងគេងសមុខខេខកអស់ហើយCristiano Ronaldo បាទលើកពានជាមួយនឹងប៉ុតុហ្គាល់នៅ Nations League 2 ដងហើយក៏សរុបទៅប៉ុតុហ្គាល់ឈ្នះពានទាំង3នោះក៏ពូដូលើកពានទាំង3ជាមួយប៉ុតុហ្គាល់បាទមុននឹងពូដូលេងឲ្យប៉ុតុហ្គាល់អត់ស្គាល់រសជាតិឈ្នះពានទេណាបងប្អូនបាទចាំបន្តពីពូដូចូលលេងមកឡើងវគ្គប្រាច់ប្រត់អីញឹកញយដងដែរបាទមកគ្រប់យប់មិញនេះនាំឲ្យ Cristiano Ronaldo ខ្លាយជាកីឡាករដែលមានវ័យចំណាស់ចាស់ជាងគេបាទសុទ្ធនៅវគ្គប្រាច់ព្រាត់ជួយឲ្យក្រុមលើកពានតែម្ដងបាទគឺមានដល់ទៅ438គ្រាប់ហើយបាទមកគ្រាប់យប់មិញហ្នឹងបាទនៅក្នុងអាជីពបាល់ទាត់របស់គាត់គណៈដែលបើយើងរាប់នៅឯជម្រើសជាតិសុទ្ធសាធហ្នឹងបងប្អូនបាទគឺ138គ្រាប់ហើយបាទសម្រាប់ Cristiano Ronaldo 138គ្រាប់ខ្ញុំឃើញការផុសជាច្រើនបាទកាលពីព្រឹកមិញឥឡូវហ្នឹងប្រហែលម៉ោងមុនក៏ដោយមានបងប្អូនយើងផ្សេងៗទៀតគាត់ផុសមានបងប្អូនខ្លះផ្សេងៗទៀតដែលចូលចិត្តមានខាង sport ខាងកីឡាគាត់ផុសជាច្រើនបាទមានអ្នកឌឺដងពូដូអីចឹងទៅបាទដោយសារតែ Nuno Mendes គាត់ធ្វើបានល្អ Nuno Mendes សុទ្ធបានមួយគ្រាប់បាទកាលពីការប្រកួតប៉ុតុហ្គាល់ប៉ះជាមួយអេស្ប៉ាញកាលពីយប់មិញណាបាទNuno Mendes នឹងល្អមែនទែនបងប្អូនឡើងលើចុះក្រោមបានគ្រប់យ៉ាងល្អមែនទទួលស្គាល់ថាគាត់ល្អប៉ុន្តែគ្រាប់បាល់តាមស្មើ2ទល់នឹង2នេះគឺជាគុណសម្បត្តិដ៏ធំរបស់ Cristiano Ronaldo ប្រសិនបើអ្នក Ronaldo មិនស្ថិតនៅក្នុងជំហរដែលត្រូវផ្ដាច់បានណាបាទមិនមានឱកាសអត់មានគ្រាប់បាល់តាមស្មើ2ទល់នឹង2រហូតដល់ការថែមម៉ោងហើយក៏មិនដល់នៃការទាត់បាល់11ម៉ែត្រនឹងដែរបាទអញ្ចឹងជាគុណសម្បត្តិដ៏ធំធេងរបស់ Cristiano Ronaldo ប៉ុន្តែគឺជាការឆក់បាល់បានពីសំណាក់ Nuno Mendes បញ្ជូនកាត់ចូលមកផ្លាតចុះផ្លាតឡើងធ្លាក់មកដល់ពូដូដាក់ផ្លឹបបាទអ្នកទាំងពីរនេះគុណសម្បត្តិដូចគ្នាទាំង Nuno Mendes ហើយនិង Cristiano Ronaldo បាទ Ronaldo តែងតែជួយប៉ុតុហ្គាល់ឲ្យឈ្នះពានជាហូរហែឡើងមកដល់វគ្គជ្រៅវគ្គផ្ដាច់ព្រាត់ឈ្នះពានយូរ៉ូឆ្នាំ2016ទៅលើអេស្ប៉ាញបាទឈ្នះ Nations League កាលពីឆ្នាំ2019បើកឆាកមកនោះហើយឈ្នះពាន Nations League រដូវកាលចុងក្រោយហ្នឹងបាទផ្ដួលម្ចាស់ជើងឯករដូវកាលចាស់គឺអេស្ប៉ាញបាទមិនធម្មតាទេការផ្ដួលអេស្ប៉ាញគឺជារឿងដែលមិនធម្មតាបានហេតុអីបានខ្ញុំនិយាយអញ្ចឹងដោយសារតែអេស្ប៉ាញក៏លោធ្ងន់ពេកបាទអេស្ប៉ាញនេះបើយើងនិយាយពីទម្រង់លេងបច្ចុប្បន្ននេះនៅតំបន់អឺរ៉ុបគ្មានណាលើអេស្ប៉ាញទេបាទហើយប៉ុតុហ្គាល់មកហូបបានបាទអញមិនថាហូបបានដាច់ស្រួលទេធ្លាក់ដល់វគ្គពេលទាំងទីវគ្គ11ម៉ែត្រកាត់សេចក្តីបានដឹងថាប៉ុតុហ្គាល់ឈ្នះឬក៏ចាញ់បាទការឈ្នះប៉ុតុហ្គាល់នេះគឺជារឿងដែលមិនធម្មតាទេប៉ុតុហ្គាល់ឈ្នះអេស្ប៉ាញនេះព្រោះអេស្ប៉ាញក៏លោធ្ងន់ពេកហើយបាទនៅឯតំបន់អឺរ៉ុបឥឡូវយើងមើលអាល្លឺម៉ង់ចាញ់ប៉ុតុហ្គាល់អូខេប៉ុតុហ្គាល់ខ្លាំងលោយហើយបើដែលទម្លាក់អាល្លឺម៉ង់ពុត្រែអាល្លឺម៉ង់នឹងលេងនៅក្នុងដីខ្លួនឯងផងហើយក៏ជាគីឡូយៈលំដាប់ World Cup ឈ្នះ4សម័យណាឈ្នះ World Cup អាល្លឺម៉ង់ហើយប៉ុតុហ្គាល់ផ្ដួលបានបាទហើយបងប្អូនខ្លះថាពាននឹងពានទូចទេមិនទូចទេបើកីឡាកររបស់ក្រុមទាំងអស់លេង semi final ទាំងអាល្លឺម៉ង់បារាំងប៉ុតុហ្គាល់ហើយនិងអេស្ប៉ាញក៏ហៅគ្រប់គ្លៀតអស់ហើយដើម្បីដាក់មកប្រជែងយកជើងឯកណាបងប្អូនណាបាទជំរុះចម្រាញ់2ឆ្នាំម្ដងមិនធម្មតាទេអញ្ចឹងដាក់កីឡាករមក full ពេញសម្រាប់ក្រុមទាំង4ដែលលេងវគ្គ semi final អាល្លឺម៉ង់ក៏ដាក់ពេញដែរប្រឹងដែរក៏ប៉ុន្តែទៅមិនរួចអត់ឈ្នះប៉ុតុហ្គាល់អាល្លឺម៉ង់ប្រឹងអស់ហើយបាទប្រឹងអស់ហើយចង្វាក់នៃការលេងការសុទ្ធអីច្រើនជើងដែរទៅលើក្រុមប៉ុតុហ្គាល់ក៏ប៉ុន្តែសុទ្ធមិនចូលបានចាញ់ 2-1 បាទធ្លាក់អាល្លឺម៉ង់ទៅហើយសំបីតែលេខ3ក៏មិនបានទៅទៀតអាល្លឺម៉ង់បានត្រឹមជើងឯកបានត្រឹមលេខ4បាទលេខ3គឺបានទៅបារាំងវិញបាទអាល្លឺម៉ង់ចាញ់ទៅបារាំងទីបារាំងល្អណាស់ល្អបារាំងល្អប៉ុណ្ណឹងក៏ប៉ុន្តែទៅរួចជាមួយអេស្ប៉ាញសុទ្ធមកផ្លិត5គ្រាប់ប៉ុន្តែដល់ទៅពេលគ្រាប់បាល់ច្រើនពេកទៅវាអាក្រក់មើលខ្ញុំគិតទៅបងប្អូនអាចនឹងអេស្ប៉ាញបដ ாய் ចុះបដ ாய் ឡើងបារាំងដាក់តាមបាន4គ្រាប់ទល់នឹង5បាទនៅតែបារាំងធ្លាក់អេស្ប៉ាញខ្លាំងប៉ុណ្ណឹងឡើងមកជួបជាមួយនឹងប៉ុតុហ្គាល់អ្នកទាំងពីរនេះប៉ុតុហ្គាល់ផ្ដួលអាល្លឺម៉ង់អេស្ប៉ាញផ្ដួលបារាំង
បដួលយ៉ាក់ដូចគ្នាឡើងមកជុំគ្នាយកមិញនឹងតឹងអើយតឹងបងប្អូនឡើយបើយើងមើលការប្រកួតយមិញការប្រកួតចាប់ដើមមកលេងបាន21នាទីទេបាទស៊ូប៊ីមែនឌីសុទ្ធមួយគ្រាប់នាំមុខនៅនាទីទី21បាទធ្វើឲ្យអេស្ប៉ាញនាំមុខប៉ូទុយហ្គាល់គាត់នឹងចេញពីប៉ាមកបងប្អូនដែលស្រឡាញ់ប៉ូទុយហ្គាល់ចង់បុកពោះរបល់យោ21នាទីឥឡូវនឹងអេស្ប៉ាញដាក់មួយបាត់ហើយបាទខ្ញុំក៏ភ័យដែរបុកពោះដែរបងប្អូនដល់ទៅពេលចូលបាល់ប្រហែលជា5នាទីក្រោយ5នាទីក្រោយ Nuno Mendes ដឹកបាល់យកទៅសុទ្ធក្នុងប្រអប់គ្រោះថ្នាក់ដាក់ពឹងអូយសុទ្ធលយណាស់ខ្សែការពារឡើងទៅសុទ្ធដល់ក្នុងប្រអប់គ្រោះថ្នាក់ណាមិននឹកស្មានឱកាសសម្រុកតែម្ដងគត់ហើយសម្រុកទៅសុទ្ធបាន Nuno Mendes ខ្ញុំមានរឿងច្រើនអំពី Nuno Mendes ហ្នឹងគាត់យកទៅសុទ្ធបានស្អាតណាស់បងប្អូនអើយអ្នកចាំទី Unai Simon មិនអាចសង្គ្រោះបានទេមួយស្មើនៅទី26ណាអត់បានទុកពេលឲ្យយូរឲ្យនៅអេស្ប៉ាញសบายចិត្តយូរទេ5នាទីក្រោយមកសុទ្ធបានមួយស្មើ Nuno Mendes ខ្សែការពារស្លាប់ឆ្វេងឡើងទៅសុទ្ធដល់ខាងលឿននាំគ្រាប់បាល់ឲ្យបាន1-1ទៅលើអេស្ប៉ាញបាទមិនអស់ទេមុននឹងការបញ្ចប់ការប្រកួតវគ្គទី1នៅនាទីទី45 Mikel Oyarzabal សុទ្ធនាំមុខជាលើកទី2ទៅលើប៉ូទុយហ្គាល់បាទអេស្ប៉ាញនាំមុខប៉ូទុយហ្គាល់2-1នៅនាទីទី45ដោយ Mikel Oyarzabal អ្នកបញ្ជូនឲ្យគឺ Pedri ចប់វគ្គទី1គឺអេស្ប៉ាញនាំមុខ 2-1 ទៅលើក្រុមប៉ូទុយហ្គាល់ចេញទៅប៉ាមកនឹងអ្នកគ្រប់គ្រងប៉ូទុយហ្គាល់ខ្ញុំក៏ដោយនិយាយពីបុកពោះទៀតទេអូប៉ូទុយហ្គាល់អត់មានប្រហែលជាអេស្ប៉ាញយកទៅទម្រង់លេខអេស្ប៉ាញល្អទាំងបាល់ខ្លីបាទទាំងបាល់ long ball ទាំងយល់ទៅល្អគ្រប់យ៉ាងហ្មងអេស្ប៉ាញយកមិញក៏ប៉ុន្តែប៉ូទុយហ្គាល់លេងធម្មតាអត់មានភ័យទេបើទោះជាអេស្ប៉ាញនាំមុខក៏ដោយប៉ូទុយហ្គាល់លេងធម្មតាអត់ជួលច្បល់ទេបងប្អូនខ្ញុំអត្ថាធិប្បាយយកមិញនេះចង់ boring ថ្នាក់លេងចូលតាំងទី2យូរដែរបងប្អូនហើយចូលតាំងទី2ឡើងលេងតលជាងមើលចូល10-20នាទីប៉ូទុយហ្គាល់អត់សន្ធាប់ទេនៅតែអេស្ប៉ាញលេងគ្រប់គ្រងបាល់ច្រើនជាងហើយលេងថ្នមចុះថ្នមឡើងគេថ្នមស្នែគេអុកកាឡាចង់ឈ្នះ 2-1 ចង់លើកពាននៅអេស្ប៉ាញដល់ពេលលេងដល់នាទីទី66បាទនាទីទី66មានការឆក់បាល់បាទលេងពី Nuno Mendes បាទ Nuno Mendes ហ្នឹងឡាមយ៉ាម៉ាដេញបិទក៏មិនជាប់មិនអីទៀតលបូតបាល់មក Mendes ក្រោះចូលទៅផ្លាតបន្តិចមកក៏ធ្លាក់មកដល់ Ronaldo ពេនពីក្រោយខ្នងរបស់ Marco Cucurella ហ្នឹងបិទអត់ចិត្ត Ronaldo ពេនលឹបគ្រាប់ទី2ស្មើក៏ក្រោកពិភពលោកបងប្អូនអើយបាទ Nation League មែនក៏ប៉ុន្តែអ្នកទស្សនាពេញពិភពលោកណាបាទពាននេះមិនតូចទេអត់តូចទេបាទទំមតែសន្សំបានរហូតមកដល់ឡើងវគ្គផ្ដាច់ប្រត់នេះមិនធម្មតាទាំងអាល្លឺម៉ង់ទាំងអេស្ប៉ាញទាំងបារាំងសុទ្ធតែយៈនៅឯតំបន់អឺរ៉ុបសុទ្ធតែកឡូធ្ងន់បាទអាចនិយាយថាមហាអំណាចបាល់ទាត់មានដូចជាបារាំងណាអាល្លឺម៉ង់ណែសិនមហាអំណាចបាល់ទាត់អេស្ប៉ាញបាទប៉ូទុយហ្គាល់រឿងខ្ចីហ្គេមតិចផងបាទអត់ដែរឈ្នះ World Cup ទេប៉ុន្តែអាល្លឺម៉ង់បារាំងអេស្ប៉ាញសុទ្ធតែឈ្នះ World Cup អស់ហើយប៉ុន្តែប៉ូទុយហ្គាល់អត់ដែរឈ្នះទេតែប៉ូទុយហ្គាល់មកហូបអស់លីងបាទប៉ូទុយហ្គាល់ហូបអាល្លឺម៉ង់ឡើងមកវគ្គផ្ដាច់ប្រត់មកហូបអេស្ប៉ាញដែលខ្លាំងជាងអ្នកបារាំងទៀតនោះហូបបារាំងហើយឥឡូវមកដល់ជួបប៉ូទុយហ្គាល់ហូបទៀតបាទអញ្ចឹងប៉ូទុយហ្គាល់ឈ្នះត្រឹម90នាទីត្រឹម90នាទីបាទស្មើគ្នា2-2ថែមម៉ោងបានរហូតមក15នាទី2ដងនៅតែធ្វើអីគ្នាមិនបានប៉ូទុយហ្គាល់បុកមិនធ្លុះមកអេស្ប៉ាញក៏បុកមិនធ្លុះដូចគ្នាធ្លាយមកដល់ការទាត់បាល់11ម៉ែត្រកាត់ក្តីឬក៏11ម៉ែត្រសម្រាប់ការថាអ្នកណាជាម្ចាស់ជើងឯកអពិតប្រកបព្រោះលេង120នាទីលេងអត់ឈ្នះចាញ់ឬផងអញ្ចឹងតើទាត់បាល់11ម៉ែត្រសម្រាប់ការបាទដល់ទៅពេលទាត់បាល់11ម៉ែត្រសម្រាប់ការអាល់វ៉ារ៉ូម៉ារ៉ាតារបស់អេស្ប៉ាញធ្វើអីមិនបានបាទទាត់បាល់មិនចូលនាំឲ្យប៉ូទុយហ្គាល់លូតហុកកញ្ឆេងស្រែកសប្បាយរីករាយបាទព្រោះថាជាពានទី2នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប៉ូទុយហ្គាល់បាទនៅក្នុងពានរង្វាន់ Nation League នេះហើយក៏ជាទីពានទី3បន្ទាប់ពីការឈ្នះនឹងដែរបាទប៉ូទុយហ្គាល់មានពានតែ3នឹងទេឈ្នះលើកដំបូងគឺឈ្នះ Euro កាលពីឆ្នាំ2016ឈ្នះលើកទី2នឹងគឺ Nation League ឆ្នាំ2019ហើយដល់ពេលលើកចុងក្រោយកាលពីយប់សាមញ្ញឈ្នះ Nation League ទៅលើក្រុមអេស្ប៉ាញដែលកូឡូយ៉ាការឈ្នះទៅលើអេស្ប៉ាញនេះមិនធម្មតាទេក៏ព្រោះតែអេស្ប៉ាញក៏លោធ្ងន់ពេកបងប្អូនបាទក៏លោធ្ងន់ពេកម្ចាស់ជើងឯក European Championship ម្ចាស់ជើងឯក Euro រដូវកាល2024ណាបងប្អូនប៉ូទុយហ្គាល់មកហូបចុកបាន
អេស្ប៉ាញដាក់ full ពេញបាទ full ពេញក៏ប៉ុន្តែកីឡាករប៉ូទុយហ្គាល់ក៏មិនណយដែរបើយើងនិយាយពីតម្លៃខ្លួនកីឡាកររបស់អេស្ប៉ាញគឺលើហើយលើជាង300លានណោះ1000លានជាង1300លានជាងបាទសម្រាប់អេស្ប៉ាញខណៈដែលប៉ូទុយហ្គាល់1010លាន1020លានទេបាទស្ដើងជាងបាទជាង300លានណោះបាទតែការប្រកួតជំនាញខ្ញុំទទួលស្គាល់ថាចង្វាក់លេងទាំងលើទាំងក្រោមគឺអេស្ប៉ាញល្អមានភាពល្អប្រសើរជាងប៉ូទុយហ្គាល់ប៉ុន្តែអេស្ប៉ាញធ្វើអីប៉ូទុយហ្គាល់មិនបានទេបានត្រឹមដាក់ប៉ូទុយហ្គាល់បាន2គ្រាប់តែប៉ូទុយហ្គាល់ទះវិញ2ដៃដូចគ្នាទេអញ្ចឹងឈឺចាប់ដូចគ្នា2ដូចគ្នាបាទគាត់ថាអេស្ប៉ាញគឺចេញច្រើនជាងគេចេញដៃច្រើនជាងហើយនៅប៉ូទុយហ្គាល់គេរឿងឃុំច្រើនជាងបាទអញ្ចឹងអាចនិយាយថាបើយើងមើលទៅសកម្មភាពនៃការប្រកួតការប្រយុទ្ធនេះគឺអេស្ប៉ាញមានភាពល្អប្រសើរជាងបាទក៏ប៉ុន្តែបាល់ទាត់តតែសុទ្ធចូលច្រើនជាងបានឈ្នះបានដឹងថាក្រុមនោះឈ្នះបើសិនជាបានតែសុទ្ធហើយបានត្រឡក់ត្រផ្លាតបាញ់ចាប់ឯហ្នឹងគឺមិនឲ្យឈ្នះទេតសុទ្ធចូលបាទអញ្ចឹងសុទ្ធចូល2ដូចគ្នាមានន័យថាស្មើគ្នា120នាទីថែមម៉ោងមិនអាចធ្វើគ្នាបាន2នាទីចាញ់ប៉ូទុយហ្គាល់អញ្ចឹងប៉ូទុយហ្គាល់ឈ្នះបាល់2នាទីមានន័យថាច្បាប់បាល់ទាត់គឺអញ្ចឹងគឺប៉ូទុយហ្គាល់ជាអ្នកខ្លាំងជាងហើយតែណាលើកពីនោះខ្លាំងជាងហើយបាទអញ្ចឹង2នាទីគឺប៉ូទុយហ្គាល់ឈ្នះអេស្ប៉ាញអញ្ចឹងមានន័យថាប៉ូទុយហ្គាល់ខ្លាំងជាងហើយអ្នកណាលើកពីនោះខ្លាំងជាងហើយណាបងប្អូនណាបាទអត់មានអីត្រូវសង្ស័យទេព្រោះថាប៉ូទុយហ្គាល់គឺជាអ្នកលើកពានបាទអញ្ចឹងនេះបងប្អូនណាបាទកាលប្រយុទ្ធមិញនេះគ្រីស្ទីយ៉ាណូរ៉ូណាល់ដូគឺជាកីឡាករតែម្នាក់គត់នៅ UEFA Nation League ដែលមានវ័យ40ឆ្នាំសុទ្ធវគ្គផ្ដាច់ព្រាត់ហើយជួយឲ្យក្រុមឈ្នះពានតែម្ដងមិនសុទ្ធវគ្គផ្ដាច់ព្រាត់ហើយសុទ្ធឲ្យក្រុមចាញ់ទេណាសុទ្ធឲ្យក្រុមឈ្នះទៀតបាទគឺជាការសុទ្ធតាមស្មើនាំឲ្យប៉ូទុយហ្គាល់មានឱកាសថែមម៉ោងហើយដល់វគ្គ2នាទីទៀតគឺជាគ្រាប់បាល់ទី2របស់រ៉ូណាល់ដូនឹងគឺមានប្រសិទ្ធភាពយ៉ាងហ្នឹងបាទគឺគុណតម្លៃខ្ពស់ណាស់បាទគ្រាប់បាល់ទី2របស់រ៉ូណាល់ដូហ្នឹងបើទោះជាសុទ្ធពីក្រោយកូក្រេឡាហើយគាត់ឈរនៅទៅនឹងហើយពេលមកភ្លឹបចូលវិគាកក្រោយក៏ប៉ុន្តែជាគ្រាប់បាល់ដែលមានន័យបំផុតរបស់ប៉ូទុយហ្គាល់បាទរ៉ូណាល់ដូជាប់ឈ្មោះជាកីឡាករដែលមានវ័យចាស់ជាងគេនៅក្នុងUEFA Nation League វគ្គផ្ដាច់ព្រាត់ដែលសុទ្ធគ្រាប់បាល់ចូលវគ្គផ្ដាច់ព្រាត់ហើយវ័យច្រើនជាងគេហើយឈ្នះពានទៅទៀតបើសម្រាប់គ្រីស្ទីយ៉ាណូរ៉ូណាល់ដូបច្ចុប្បន្ននឹងគ្រាប់បាល់ដល់កឲ្យបងប្អូនបាទពូដូ138គ្រាប់នៅជំនឿជាតិហើយ938គ្រាប់នៅឯអាជីពបាល់ទាត់របស់គាត់បាទមិនធម្មតាទេគ្រីស្ទីយ៉ាណូរ៉ូណាល់ដូបាទអញ្ចឹងអបអរសាទរសម្រាប់គ្រីស្ទីយ៉ាណូរ៉ូណាល់ដូឥឡូវរ៉ូណាល់ដូយើង keep សិនយើង keep រ៉ូណាល់ដូយើងចូលដល់ Nuno Mendes ហេតុអ្វីបានជាការប្រកួតនេះគឺលើកគេបោះ Nuno Mendes បាទគេសប្បាយចិត្តគេសាទរជាមួយនឹងទម្រង់លេងរបស់ Nuno Mendes ក៏ព្រោះតែគាត់ល្អគ្រប់កន្លែងបាទល្អគ្រប់កន្លែងគាត់ល្អបែបនេះហើយស័ក្តិសមជាមួយនឹងក្រុមមិត្តរួមក្រុមលើកតម្កើងគាត់បងប្អូន Nuno Mendes យកមិញគឺជាតួឯកសម្រាប់ការប្រកួតទាំងមូលនៅឯ UEFA Nation League វគ្គផ្ដាច់ព្រាត់នៅឯ Allianz Arena របស់ប្រទេសអាល្លឺម៉ង់ Nuno Mendes គឺជាតួឯកគេបានទាំងអ្នកពានរង្វាន់កីឡាករល្អប្រចាំ tournament ហ្នឹងបាទហើយនៅ Man of the Match ទៅទៀតបងប្អូន